មិនគួរគប្បីភ័ន្តច្រឡំរូបស្ត្រីអាក្រាតរវែងលើកាត់តដោយក្រុមហ៊ុន Vanimall និង Playboy ថាជារូបពិតថតដោយផ្ទាល់នៅកម្ពុជានោះទេរូបភាពស្ត្រីបរទេសអាក្រាតកាយផ្នែកល្វែងខាងលើដោយភ្ជាប់ជាមួយប្រាសាទនានារបស់ប្រទេសកម្ពុជានិងដែលបានបង្ហោះតាមបណ្ដាញផ្សព្វផ្សាយសង្គមគឺជារូបភាពកាត់តពិតៗដោយក្រុមហ៊ុន Vanimall ដែលគេសង្ស័យថាមានមូលដ្ឋាននៅប្រទេសចិននិងក្រុមហ៊ុន Playboy របស់រុស្ស៊ីមានភាគហ៊ុនធំអាមេរិកនៅពីក្រោយខ្នងគឺជាក្រុមហ៊ុនមានជំនាញវិជ្ជាជីវៈនិងបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតនិងកាត់តរូបភាពអាភាសធ្វើអាជីវកម្មរយៈពេលប្រមាណ20ឆ្នាំមកហើយផ្អែកតាមការស្រាវជ្រាវបង្ហាញថាក្រុមហ៊ុន Vanimall និង Playboy គឺតែងតែថតនិងទាញយករូបភាពទីកន្លែងល្បីៗនានានៅលើពិភពលោកជាពិសេសទីតាំងនៃតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកកន្លែងកម្សាន្តល្បីៗនិងមានពេលខ្លះពួកគេអាចចុះមកថតយករូបទីតាំងនៃកន្លែងទាំងនោះដោយផ្ទាល់បន្ទាប់មកក្រុមហ៊ុនទាំងនេះយករូបភាពស្ត្រីស្អាតៗល្បីៗយកមកកាត់តរំលេចដោយរូបស្រាតអាភាសនិងដោយគ្រាន់តែកាត់យកផ្នែកផ្ទៃខាងក្រោយនៃទីកន្លែងសំខាន់ៗមកដាក់បញ្ចូលដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអតិថិជននិងដើម្បីការធ្វើអាជីវកម្មរបស់ពួកគេបានប្រាក់ចំណេញខ្ពស់តែប៉ុណ្ណោះក្រុមហ៊ុនរកស៊ីផលិតរូបអាភាសទាំងនេះកន្លងមកធ្លាប់បានផលិតកាត់តរូបភាពស្ត្រីអាក្រាតកាយដាក់ភ្ជាប់ជាមួយនឹងទីតាំងបេតិកភណ្ឌមួយចំនួនដូចជានៅប្រទេសអ៊ីតាលីក្រិចនៅប្រទេសចិននិងប្រទេសថៃនិងចុងក្រោយនេះបានកាត់តរូបស្ត្រីអាក្រាតល្វែងលើភ្ជាប់ជាមួយប្រាសាទបុរាណរបស់ប្រទេសកម្ពុជាដែលបាននាំឲ្យប្រជាពលរដ្ឋមួយចំនួនមានការភ័ន្តច្រឡំថារូបស្ត្រីអាក្រាតកាយល្វែងលើទាំងនេះត្រូវបានក្រុមហ៊ុនឯកជនទាំងនោះមកថតរូបបែបនេះដោយផ្ទាល់នៅនឹងកន្លែងនៃបណ្ដាទីតាំងប្រាសាទរបស់ខ្មែរប៉ុន្តែការពិតវាគ្រាន់តែជារូបភាពកាត់តដោយបច្ចេកវិទ្យាទំនើបនៅក្នុងស្ទូឌីយោតែប៉ុណ្ណោះការអះអាងបែបនេះដោយហេតុថាកន្លងមកក៏ធ្លាប់មានក្រុមហ៊ុនមួយចំនួនបានមកសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាដើម្បីថតនិងផ្តិតយករូបភាពជាលក្ខណៈសិល្បៈនិងយកទៅផលិតឯកសារផ្សេងៗតាមវិជ្ជាជីវៈរបស់ពួកគេក៏ដូចជាមុខជំនួញរបស់បណ្ដាក្រុមហ៊ុនមួយចំនួនប៉ុន្តែមានភ្នាក់ងារអាជ្ញាធរជាតិអប្សរាចុះពិនិត្យតាមដានការថតរាល់លើកជៀសវាងការថតរូបមិនសមរម្យដូច្នេះការកែច្នៃកាត់តរូបភាពទាំងនេះដោយសារក្រុមហ៊ុនរកស៊ីគេសម្លឹងឃើញពីភាពល្បីល្បាញលេចធ្លោនៃរមណីយដ្ឋានប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុន្តែកន្លងមកពួកគេមិនធ្លាប់បានធ្វើសកម្មភាពថតរូបអាភាសមិនមានសម្លៀកបំពាក់ចបកាយថតដោយផ្ទាល់នៅទីកន្លែងប្រាសាទបុរាណរបស់ខ្មែរឡើយមានការពិតមួយចំនួនត្រូវបានបង្ហាញថាក្រុមហ៊ុន Vanimall ពិតជាបានកាត់តរូបភាពស្ត្រីអាក្រាតកាយល្វែងលើដោយយករូបស្ត្រីឈរក្នុងកាយវិការដូចគ្នាមកដាក់បញ្ចូលទីតាំងពីរកន្លែងផ្សេងគ្នាមួយកន្លែងនៅមហាកំផែងប្រទេសចិននិងរូបដូចគ្នានេះបានកាត់តបញ្ចូលប្រាសាទបុរាណខ្មែរនៅពីក្រោយគឺពួកគេពិតជាមិនបានមកថតរូបអាភាសទាំងនេះដោយផ្ទាល់នៅកម្ពុជានោះទេយ៉ាងណាមិញរូបភាពមួយនេះក៏ពិតជាបង្ហាញថាវាគ្រាន់តែជាបច្ចេកទេសកាត់តតែប៉ុណ្ណោះពីព្រោះស្ត្រីម្នាក់នេះឈរនៅទីតាំងតែមួយហើយគេបញ្ចូលរូបបែងជា4ហើយកន្លែងខ្លះគឺកាត់តរូបមិនដូចគ្នាដោយកំហុសបច្ចេកទេសដូច្នេះពាក់ព័ន្ធនឹងរូបភាពស្ត្រីអាក្រាតកាយពាក់កណ្ដាលខ្លួនផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម Facebook គឺមិនគួរគប្បីសាធារណជនយល់ច្រឡំថាជារូបពិតឡើយហើយក៏ពុំគួរទម្លាក់កំហុសទៅលើនរណាម្នាក់ថាជាអ្នកធ្វើឲ្យបាត់បង់តម្លៃវប្បធម៌ខ្មែរដ៏ផូរផង់ឬក៏បន្ទោសទៅលើអាជ្ញាធរដែលទទួលខុសត្រូវតំបន់ប្រាសាទអង្គរថាធ្វេសប្រហែសនិងបានអនុញ្ញាតឲ្យគេមកថតរូបទាំងនេះគឺគ្រាន់តែជាការលើកឡើងដោយគ្មានការពិតនិងនាំឲ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងតែប៉ុណ្ណោះប៉ុន្តែជាជំនួសនឹងការទប់ស្កាត់នៅការកេងចំណេញទៅលើក្រុមណាមួយនិងទម្លាក់កំហុសទៅលើអ្នកណាឲ្យទទួលខុសត្រូវវិញនោះសូមពលរដ្ឋខ្មែរទាំងអស់គ្នាក៏បីចូលរួមលើកស្ទួយតម្លៃវប្បធម៌របស់ខ្លួននិងត្រូវទទួលស្គាល់ការពិតថារូបអាភាសទាំងអស់នេះគឺជាការកាត់តដោយក្រុមហ៊ុនក្រៅប្រទេសតែប៉ុណ្ណោះដោយឡែកដើម្បីរក្សាការពារទប់ស្កាត់ការផលិតការកាត់តរូបអាភាសភ្ជាប់ជាមួយសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដើម្បីផលចំណេញរបស់ក្រុមបកពួកនិងអ្នកនយោបាយណាមួយនោះសូមទុកជូនរាជរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវនិងការដាក់ចេញនូវវិធានការរឹតបន្តឹងយ៉ាងណាបន្តទៀតផ្អែកលើគោលការណ៍ច្បាប់
ដើម្បីលើកកម្ពស់កិត្យានុភាពនិងតម្លៃវប្បធម៌ខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។